សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលស្តីពីការការពារខ្លួនពីការឆ្លងជំងឺ COVID-19 បំផ្លែងថ្មី NB1H1 ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថាក្នុងពេលថ្មីនេះប្រទេសមួយចំនួននៅលើសកលលោកមានការកើនឡើងនៃការចម្លងជំងឺ COVID-19 បំផ្លែងថ្មី NB1H1 ជាពិសេសក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិចរួមមានសាធារណរដ្ឋប្រជាមានិតចិនសិង្ហបុរីនិងហុងកុងដែលកំពុងមានការចរាចរណ៍និងការឆ្លងរាលដាលនៃវីរុសនេះវីរុសបំផ្លែងថ្មី NB1H1 គឺជាពូជកូនចៅដែលវិវត្តចេញពីពូជអូមីក្រុងខ្សែស្រឡាយ JN1 នៅថ្ងៃទី23ខែឧសភាឆ្នាំ2025អង្គការសុខភាពពិភពលោកបានចាត់ថ្នាក់វីរុសនេះជាវីរុសបំផ្លែងខ្លួនដែលស្ថិតក្រោមការតាមដានបន្ទាប់ពីសង្កេតឃើញការកើនឡើងយ៉ាងឆាប់រហ័សពីទិន្នន័យវិភាគលម្អិត Gen នៅលើសកលលោកជាពិសេសនៅអាស៊ីអាគ្នេយ៍និងប៉ាស៊ីហ្វិកខាងលិចបច្ចុប្បន្ននេះមិនទាន់មានភស្តុតាងវិទ្យាសាស្ត្រណាមួយបញ្ជាក់ថាវីរុស NB1H1 បង្កឲ្យមានស្ថានភាពធ្ងន់ធ្ងរការសម្រាកពេទ្យកើនឡើងឬអត្រាស្លាប់ខ្ពស់ជាងពូជអូមីក្រុងដែលបានចរាចរពីមុននោះទេប្រទេសកម្ពុជាកន្លងមកធ្លាប់រកឃើញវីរុស NB1H1 នៅចន្លោះខែឧសភាដល់ខែធ្នូឆ្នាំ2025ចាប់តាំងពីដើមឆ្នាំ2026មកប្រព័ន្ធតាមដានជំងឺឆ្លងរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងរបស់ក្រសួងសុខាភិបាលបានរកឃើញករណីវិជ្ជមានមួយករណីកាលពីថ្ងៃទី18ខែឧសភាក្នុងចំណោមអ្នកជំងឺដែលមកទទួលសេវាសុខាភិបាលនៅតាមមន្ទីរពេទ្យដោយដែលបានផ្សាយជូនក្នុងប្រព័ន្ធរាយការណ៍ផ្លូវការរបស់ក្រសួងសុខាភិបាលអាស្រ័យហេតុនេះក្រសួងសុខាភិបាលសូមអំពាវនាវក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមយកចិត្តទុកដាក់ប្រុងប្រយ័ត្នដើម្បីបង្ការនូវការចម្លងជំងឺផ្ដាសាយនិងជំងឺ COVID-19 គ្រប់ទម្រង់ជាយថាហេតុដោយត្រូវអនុវត្តនូវវិធានការបង្ការនានាដូចខាងក្រោមអនុវត្តឲ្យបានខ្ជាប់ខ្ជួនវិធានការបង្ការការចម្លងគឺពាក់ម៉ាស់លាងដៃឲ្យបានញឹកញាប់ជាមួយនឹងសាប៊ូឬអាល់កុលឬជែលលាងដៃត្រូវខ្ទប់មាត់និងច្រមុះពេលក្អកកណ្ដាស់ដោយប្រើផ្នត់កែងដៃម៉ាស់ក្រមាកន្សែងឬក្រដាសអនាម័យរួចខ្ចប់បោះចោលក្នុងធុងសំរាមបិទជិតប្រសិនបើមានរោគសញ្ញាគ្រុនក្តៅក្អកឈឺក្បាលហៀសសម្បោរឬពិបាកដកដង្ហើមសូមស្វែងរកការពិគ្រោះយោបល់នៅមណ្ឌលសុខភាពឬមន្ទីរពេទ្យឲ្យបានទាន់ពេលវេលាសូមបងប្អូនប្រជាពលរដ្ឋបន្តទៅទទួលវ៉ាក់សាំង COVID-19 ឲ្យបានគ្រប់ដូសទាំងដូសមូលដ្ឋាននិងដូសជំរុញនៅតាមមន្ទីរពេទ្យឬមណ្ឌលសុខភាពដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំរៀងៗខ្លួនឲ្យបានសមស្របដើម្បីបង្ការការឆ្លងជំងឺ COVID-19 គ្រប់ទម្រង់អាស្រ័យហេតុនេះសូមសាធារណជនមេត្តាជ្រាបនិងថែរក្សាសុខភាពតាមរបៀបបង្ការខាងលើក្រសួងសុខាភិបាលនឹងបន្តធ្វើការជូនដំណឹងអំពីព័ត៌មានទាក់ទងនឹងបញ្ហាសុខភាពសាធារណៈតាមបណ្ដាញសង្គមផ្លូវការរបស់ក្រសួងសុខាភិបាល www.moh.go.kh ក៏ដូចជាគេហទំព័រ Facebook ផ្លូវការរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនិងគេហទំព័រ www.cdcmoh.go.kh សម្រាប់ព័ត៌មានបន្ថែមសូមតាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាលលេខ115ដោយឥតគិតថ្លៃថ្ងៃអាទិត្យ8កើតខែចេសឆ្នាំមមីអត្តស័កពុទ្ធសករាជ2570រាជធានីភ្នំពេញថ្ងៃទី24ខែឧសភាឆ្នាំ2026